សួស្តីអ្នកទាំងអស់គ្នាអញ្ចឹងថ្ងៃហ្នឹងមានវីដេអូថ្មីមួយទៀតហើយសម្រាប់សិស្សនិស្សិតដែលគាត់កំពុងតែរៀនផ្នែកស្ថាបត្យកម្មឬក៏ផ្នែក architect អញ្ចឹងថ្ងៃហ្នឹងខ្ញុំចង់បង្ហាញអ្នកទាំងអស់គ្នាអំពីរបៀបប្រើ prompt ដើម្បី generate ពីរូបដែលយើង export ពី SketchUp file ហើយយើងប្រើ prompt ដើម្បីវា generate ទៅជារូប full rendering ដោយកន្លងមកដែលយើងធ្លាប់ធ្វើយើងត្រូវកូន SketchUp ហើយយើងត្រូវទៅឡើងកម្មវិធី V-Ray ហើយយើងត្រូវ render ឡើងវិញអញ្ចឹងពេលដែលយើងមាន ChatGPT ឬក៏ AI ណាមួយផ្សេងទៀតទៅយើងអាចប្រើតែ prompt ឲ្យវា generate បានលឿនជាជាងយើងប្រើនៅក្នុងកម្មវិធី SketchUp ឬក៏ V-Ray SketchUp អីអញ្ចឹងចង់បញ្ជាក់ដែរសម្រាប់ការ generate រូបភាពrendering នេះវាពេលខ្លះវាមិនដូចអ្វីដែលយើងចង់បានអាស្រងឯងគ្រាន់តែវាជួយឲ្យយើងជាគំនិតយោបល់អញ្ចឹងបើសិនយកប្រើជាផ្លូវការតែម្ដងប្រហែលជាពិបាកវាត្រូវការយើងទៅ render ផ្ទាល់នៅក្នុងកម្មវិធីតែម្ដងចឹងនេះគ្រាន់តែខ្ញុំសង្ខេបខ្លីៗទេអូខេចឹងនេះមេរៀនដែលយើងដោតទៅលើការងារ rendering សម្រាប់ការងារ architect ចឹងសម្រាប់ការងារ rendering នេះយើងអាចយក file SketchUp ដែលជា blank បែបនេះហើយបន្តទៀតយើងឲ្យវា generate ទៅជាមាន texture មាន material មាន real environment អញ្ចឹងទៅហើយ prompt ដែលខ្ញុំមានវាអាចថែរក្សារូបរាងឧទាហរណ៍យើងគូ shape ឬក៏ architectural facade បែបនេះវាពេល generate វានឹង generate ដូចរូបដែលយើងចង់បានវាអត់ដូរទម្រង់អីអញ្ចឹងបើសិនយើង say prompt អត់ទៅវានឹងដូរផ្នែកខ្លះនៃoriginal facade យើងហើយការ rendering ទៀតសោតវាលឿនអញ្ចឹងយើងវាតាមប្រភេទ AI ដែរអញ្ចឹងបើសិនប្រើ ChatGPT វិញខ្ញុំបានតេស្តវាតិចជាង1នាទីក្នុងការ generate លឿនមែនតើហើយរូបភាពដែលចេញមកហ្នឹងក៏វាមានភាពច្បាស់ល្អដែរអញ្ចឹងណាអូខេអញ្ចឹងដើម្បីរៀបចំការ rendering ដោយប្រើ prompt ទី1យើងចាប់ផ្ដើម clean model យើងដែលយើងថ្លើមក្នុង SketchUp ហ្នឹងអញ្ចឹងline ណាដែលមិនចាំបាច់ទេយើងអាចលុបចោលទៅយើងចង់បានតែរបៀប clean បែបនេះជាលក្ខណៈអង់គ្លេសហៅ masking ជា masking សិនហើយទី2យើងចាប់កាមេរ៉ាអញ្ចឹងយើងចាប់កាមេរ៉ាមើលណា angle មួយណាដែលយើងគិតថាសមសួនទៅយើងចាប់មកហើយបើសិនជាអាចមួយទៀតយើងអាច apply ជា material អីជា basic texture យើងមិនចាក់ឲ្យវាដូចពិតទេចឹងទៅពេលយើង say prompt យើងគ្រាន់តែបន្ថែមទៅវានឹងចេញរូបស្អាតមកអញ្ចឹងអានេះជា basic ដែលយើងអាចរៀបចំប្លង់ដើម្បីឲ្យយើង say prompt ឲ្យវា generate អញ្ចឹងហើយបន្ទាប់ពីយើងបន្តទៀតយើងគ្រាន់តែ export file model យើងនឹងជា file image ឬក៏ file PNG មកយើងគ្រាន់តែចូល ChatGPT យើង say prompt ទៅបានអូខេនេះរបៀបទៅ say prompt បែបលក្ខណៈ basic ទេវាបើ prompt ខ្ញុំមាន prompt ខ្លីមាន prompt វែងអញ្ចឹងអានេះគ្រាន់តែជា basic idea អញ្ចឹងធម្មតាបើសិននិយាយមុនហ្នឹងបើសិនយើងមាន model SketchUp ដែលយើងធ្លាប់ទៅឡើងហ្នឹងអាចជាវា box like ដូចអញ្ចឹងមកហើយយើងអាចចាក់ពណ៌ចាក់ color ឲ្យវាចេញ texture ថាហ្នឹងយើងប្រើ material អីអញ្ចឹងណាបើទឹកឲ្យវាឃើញទឹកអញ្ចឹងមកបើកញ្ចក់ឲ្យវាឃើញជាកញ្ចក់អញ្ចឹងណាអញ្ចឹងអានេះជាគំរូហើយបន្តមកទៀតយើង upload ចូល ChatGPT ឬក៏ Gemini មកហើយបន្តមកទៀតយើងទៅ say prompt អញ្ចឹងអានេះ prompt នេះខ្ញុំទៅ say លក្ខណៈខ្លីសិនអញ្ចឹងនៅក្នុង prompt ហ្នឹងគឺខ្ញុំអាច zoom prompt តិចទៅអាចអូខេអញ្ចឹង prompt យើងទៅ say ទៅ ultra realistic បានថាយើងធ្វើឲ្យរូប model យើងវាទៅជាកាន់តែដូចមែនតែន modern tropical villa exterior អញ្ចឹងរូបនេះជារូប villa អញ្ចឹងអ្វីដែលសំខាន់គឺ keyword នេះឯងអញ្ចឹងនៅពេលទី1យើងត្រូវពណ៌នាអំពីប្រភេទ model យើងតើជាប្រភេទ villa ជា hotel ជា bungalow ឬក៏អីចឹងមកហើយបន្តមកទៀត
យើង set ជាលក្ខណៈ environment វាតើវាយើងចង់ឲ្យ scene ដែលយើងបង្កើតមកហ្នឹងជាលក្ខណៈ symmetric ឬក៏យ៉ាងម៉េចហើយយើងអាចបញ្ជាក់បានថាយើងចង់បានរបៀប sunset ឬក៏ sunrise អញ្ចឹងទៅហើយយើងសរសេរបន្ថែមទៀតមកយើងបន្ថែមពាក្យ realistic concrete texture អញ្ចឹងដូចហោគេនេះវាយើងអត់ចង់មានអីស្មើស្មាញទេយើងគ្រាន់តែប្រើលក្ខណៈ concrete texture អញ្ចឹងមកមានបន្ថែម luxury landscaping អញ្ចឹងមកហើយចំណុចសំខាន់មួយទៀតយើងព្យាយាមសរសេរថា preserve original SketchUp architecture អញ្ចឹងទៅពេលយើងសេ keyword ហ្នឹងមកពេលយើង generate ទូទៅវាអត់ដូរអា model យើងទេហើយយើងសេបន្ថែមទៀត ultra detail architectural visualization អញ្ចឹងទៅចាអានឹងជា basic prompt ទេយើងអាច fine tune ថែមថយតិចអញ្ចឹងណាអញ្ចឹងខ្ញុំបន្តទៀតយើងចូល chat GPT យើង testing ទាំងអស់គ្នាអញ្ចឹងខ្ញុំមាន prompt លក្ខណៈខ្លីនិង prompt លក្ខណៈវែងចានេះជារូបគំរូ model original SketchUp ហើយនេះជារូប generate ដោយ AI អូខេអានេះជាគំរូមួយទៀតអញ្ចឹងធម្មតាយើងធ្វើតែប៉ុណ្្នឹងទៅមិនស្អាតពេកទេហើយបន្តទៀតឲ្យ AI វាជួយទៅអញ្ចឹងធម្មតាAI វាអាចជួយយើង keep original facade វាអាច improve ការងារ lighting material វាមិនដូចលក្ខណៈ realistic ជាងមុនហើយវាអាចជួយបន្ថែមប្រភេទ hardscape ឬក៏ landscape ជុំវិញផ្ទះហើយធ្វើឲ្យរូបនឹងវាច្បាស់ជាងមុនអូខេអានេះជារូបដែលយើង generate ដោយ AI អានេះរូបគំរូមួយទៀតអូខេអញ្ចឹងវគ្គទី1មានប៉ុណ្ណឹងអញ្ចឹងយើងចូលទៅ ChatGPT ទាំងអស់គ្នាដើម្បី testing prompt អូខេអញ្ចឹងយើងចូលមកដល់ផ្ទាំង ChatGPT របស់យើងអញ្ចឹងយើងទៅ copy prompt ដែលយើងសរសេរនៅក្នុងឧទាហរណ៍មិញទៅអញ្ចឹងនេះជា prompt ឧទាហរណ៍ហើយបន្តទៀតយើងចូលយករូបដែលយើងបាននៅក្នុង slide រៀនយើងមិញអញ្ចឹងខ្ញុំ copy វាមកអញ្ចឹងយើងមក pass នៅក្នុងchat GPT យើងអញ្ចឹងចង់ zoom ឲ្យធំតិចអូខេអញ្ចឹង prompt ខ្ញុំសរសេរតាមគំរូយើងមិញហ្នឹងយើងដាក់ ultra realistic modern tropical villa exterior cinematic sunset អញ្ចឹងមកចានេះជា basic prompt យើងសាកgenerate test វាសាកមើលទៅអូខេអញ្ចឹងខ្ញុំមាន testing prompt នឹងមួយហើយខ្ញុំមានprompt មួយទៀតខ្ញុំចង់ដឹងមើលតើវាមានភាពខុសគ្នាអត់ឬក៏មួយណាវាអាចថាចេញមកវាស្អាតជាងអូខេprompt នេះយ៉ាងវែងតិចអញ្ចឹងយើង testing ទាំងអស់គ្នាយើងនឹងដដែលនេះផាសនេះអូខេអញ្ចឹងយើង test ពីររូបហ្នឹងអូខេអាមួយ prompt ខ្លីអាមួយ prompt វែងអញ្ចឹងយើងចាំមើលតិចអញ្ចឹងអានេះយើងចេញ result មកហើយអញ្ចឹងអានេះជា quality របស់វាអញ្ចឹងយើងអាចមើលនេះរូបធម្មតាហើយនេះរូប generate ដោយ AI អញ្ចឹងមើលទៅវាមានលក្ខណៈស្អាតម្យ៉ាងដែរសិនយើង render ក្នុង SketchUp ក៏ប្រើពេលយូរដែរហើយបើសិនយើង download រូបហ្នឹងវារៀងquality វាស្អាតដែរបើសិនយើង zoom ណាមើលទៅយើងឃើញ texture យើងឃើញកញ្ចក់យើងឃើញ material ឈើច្បាស់ទឹកវាចេញទឹកមកអញ្ចឹងហ្មងអញ្ចឹងវាស្អាតម្យ៉ាងដែរអូខេចានឹងឧទាហរណ៍ទី1យើងសាកមើលនេះ prompt មួយទៀតដែលខ្ញុំសរសេរលក្ខណៈវែងអញ្ចឹងលក្ខណៈវែងបែបនេះអញ្ចឹងអ្នកទាំងអស់គ្នាអាចtesting ទៅចានេះ prompt ដែលខ្ញុំបានសរសេរវែងហ្នឹងអូខេចានេះរូបដែលយើង prompt ប្រើ prompt ធម្មតានេះយើង prompt រៀង detail តិចអូខេចានៅឧទាហរណ៍ទី1ខ្ញុំទៅរកឧទាហរណ៍មួយទៀតដើម្បីបង្ហាញអ្នកទាំងអស់គ្នាអូខេអញ្ចឹងខ្ញុំចូលទៅឆាតថ្មីហើយខ្ញុំចង់
generate រូបមួយទៀតចឹងខ្ញុំចូលទៅ Google ខ្ញុំហៅ CD model ស្កេតមួយណាក៏បានអញ្ចឹងខ្ញុំឃើញរូបនេះរៀងតំណងupload ដោយឈ្មោះនេះប្រាក់ចន្ទរិទ្ធអញ្ចឹងខ្ញុំយកអានេះយកមក testing អូខេខ្ញុំចូល ChatGPT ទៅយើង pass អាហ្នឹងមកហើយយើងទៅ copy prompt ដែលខ្ញុំបានទៅសេទុកស្តៀងមុនទេយើងអាចប្រើ prompt មុនហ្នឹងក៏បានដែរយើងយក generate នេះរូបភាពមកអូខេចឹងយើង pass prompt យើងមកអូខេអញ្ចឹង prompt វាអាចវែងតិចយើងមិនបាច់អានក៏បានដែរយើង copy pass មកអញ្ចឹងយើង generate testing ទៅអញ្ចឹងចង់ដឹងវាចេញមករបៀបម៉េចអញ្ចឹងយើងពងចាំវាយើងមើលលេងទៅនេះ prompt យើងអាច copy បាន screenshot copy ទៅឬក៏ចូលទៅក្នុង Telegram group មកខ្ញុំនឹង upload prompt ទាំងអស់ហ្នឹងចូលហើយអូខេអញ្ចឹងយើងបានរូបមួយហើយរូបដែលយើងបានធ្វើអញ្ចឹងអានេះជារូប original ហើយនេះជារូបrendering ដោយ AI អញ្ចឹងមើលទៅវាស្អាតមួយយ៉ាងដែរវារិះសារត្រង់ទ្រាយដើមបានច្រើនគួរសមអូខេអញ្ចឹងបើសិនជាយើងមិនសូវពេញចិត្តយើងអាចឲ្យគាត់ AI យើងមានណាដល់ option ទៅមក clean ហើយយើងអានេះដូចជាពេលនេះយើងចង់ដូរវា change scene to អាចទៅអាចពេលថ្ងៃឬក៏អី morning អានេះដូចជា morning ហើយអញ្ចឹងខ្ញុំដាក់ day time ទៅអូខេយើងមកវា generate ម្ដងទៀតទៅចាំទៅមកហើយអូខេចឹងវាចេញមក option មកទៀតហើយអញ្ចឹងអានេះយើងវា render ពេលថ្ងៃអញ្ចឹងមើលទៅវាស្អាតមែនតើអាចថាដោះតល់មកសារដែរអូខេអូខេអញ្ចឹងវីដេអូថ្ងៃហ្នឹងមានប៉ុណ្ណឹងបើសិនអ្នកទាំងអស់គ្នាចូលចិត្តខ្ញុំនឹងធ្វើវីដេអូបាញ់ហ្នឹងបន្ថែមទៀតអូខេអរគុណច្រើន